はい、皆さん、こんにちは。តោះថ្ងៃនេះយើងមកធ្វើការថាកែលម្អិតទាំងអស់គ្នានៅក្នុងមេរៀន Kaigo no Kihon ហើយអញ្ចឹងយើងមើលកន្លែងនេះទាំងអស់គ្នាមកគឺ Mondaichi Kaigo Shisetsu ni okeru Kaigo Robot に関する次の記述のうち最も適切なものを一つ選びなさいហើយអញ្ចឹងកន្លែងនេះគឺគេចង់ឲ្យយើងធ្វើការជ្រើសរើសនៅចម្លើយមួយដែលត្រឹមត្រូវបំផុតពីក្នុងចម្លើយពី1ដល់5នេះ តកតងជាមួយនឹងការពណ៌នាអំពីការប្រើប្រាស់ Kaigo Robot នៅក្នុង Kaigo Shisetsu はい。単純一番導入した施設は人員配置基準が撤廃されるអញ្ចឹងសម្រាប់ចម្លើយទី1ហ្នឹងគឺគេចង់បានន័យថាមជ្ឈមណ្ឌលដែលដាក់ឲ្យដំណើរការនៅ Kaigo Robot នេះហ្នឹងណាគឺអាចលុបចោលនៅស្តង់ដារកំណត់ចំនួនបុគ្គលិកបាន in ហើយជីគីជឿននេះគឺស្តង់ដារកំណត់ចំនួនបុគ្គលិកណាហើយតោះនេះបាំងគឺគេសរសេរថាស៊ីយ៉ូហូហូវ៉ាショクインコチンの判断で行うអញ្ចឹងនេះបាំងនេះគឺគេនិយាយថាអំពីវិធីសាស្ត្រប្រើប្រាស់ Kaigo Robot ហ្នឹងណាគឺយើងអាចប្រើប្រាស់តាមការវិនិច្ឆ័យរបស់បុគ្គលិកម្នាក់ៗបានហើយតោះសានបាំង導入することによって両者の自立支援や生活の質の向上が期待されるអញ្ចឹងសម្រាប់សានបាំងនេះគឺគេចង់បានន័យថាអញ្ចឹងតាមរយៈការដាក់ឲ្យដំណើរការ Kaigo Robot ទៅហ្នឹងគឺគេរំពឹងថានឹងជួយលើកកម្ពស់នៅគុណភាពជីវិតរបស់អ្នកប្រើប្រាស់យើងហើយនឹងមួយទៀតហ្នឹងគឺជួយឲ្យអ្នកប្រើប្រាស់របស់យើងហ្នឹងអាចធ្វើអីកើតដោយខ្លួនឯงបានកាន់តែច្រើនហើយគឺគឺចំណុចសានបាំងហ្នឹងគឺគេចង់និយាយថាអញ្ចឹងហើយយន្តបាំង導入の目的は職員と利用者の関わりの最小限に抑えることであるហើយសម្រាប់យន្តបាំងនេះគឺគេចង់បានន័យថាការដាក់ឲ្យប្រើប្រាស់នៅ Kaigo Robot ហ្នឹងគឺជាគឺក្នុងគោលបំណងកាត់បន្ថយនៅការប្រស្រ័យទាក់ទងគ្នារវាង Shokuin ជាមួយនឹង Ryosha បានន័យថាកាត់បន្ថយការទាក់ទងគ្នារវាងបុគ្គលិកហើយនិងអ្នកប្រើប្រាស់ហ្នឹងឲ្យនៅទាបបំផុតឲ្យនៅតិចបំផុតហើយតោះ5番導入によって職員の巡回が不要になるហើយអញ្ចឹងតាមរយៈការដាក់ឲ្យប្រើប្រាស់នៅ Kaigo Robot ហ្នឹងគឺការដើរត្រួតពិនិត្យរបស់បុគ្គលិកហ្នឹងគឺមិនត្រូវការទៀតទេហើយអញ្ចឹងនៅក្នុងចម្លើយពី1ដល់5ហ្នឹងចម្លើយដែលត្រឹមត្រូវគឺជាចម្លើយលេខ3ហើយចម្លើយលេខ3នេះគឺជាចម្លើយដែលត្រឹមត្រូវតោះអញ្ចឹងយើងមើលទាំងអស់គ្នាមកហេតុអីបានចម្លើយផ្សេងទៀតមិនត្រឹមត្រូវអញ្ចឹងយើងមើលពីលេខ1ទៅមុន導入した施設は人員配置基準が撤廃されるអញ្ចឹងទោះបីជាយើងនៅក្នុង CSET ហ្នឹងគឺដាក់ឲ្យប្រើប្រាស់នៅ Kaigo Robot ក៏ដោយសម្រាប់ការកំណត់ចំនួនបុគ្គលិកឧទាហរណ៍ថាតាមច្បាប់គឺតម្រូវថាមនុស្សចាស់ជរាចំនួន10នាក់ត្រូវមានបុគ្គលិកចាប់ពីម្នាក់ឡើងទៅអីចឹងណាទោះបីជាយើងដាក់ប្រើ Kaigo Robot នេះក៏ដោយក៏ច្បាប់ដែលកំណត់ចំនួនបុគ្គលិកហ្នឹងនៅតែប្រើប្រាស់ដែរមិនមែនពេលដែលយើងដាក់ Kaigo Robot ទៅលែងត្រូវការប្រើមនុស្សកន្លែងហ្នឹងគឺអត់អាចធ្វើអញ្ចឹងកើតទេអញ្ចឹងហើយបានចម្លើយទី1នេះគឺអឺមិនត្រឹមត្រូវទេហើយគឺជីនហើយហើយតើអញ្ចឹងយើងមកមើលនេះបាំងវិញនេះបាំងអឺ使用方法は職員個人の判断で行うអញ្ចឹងគឺបានន័យថាអំពីរបៀបប្រើប្រាស់ Kaigo Robot ហ្នឹងគឺសម្រាប់បុគ្គលិកម្នាក់ៗហ្នឹងអាចប្រើទៅតាមចិត្តដែលខ្លួនឯងចង់បានណាគឺចង់បានន័យថាអញ្ចឹងកន្លែងហ្នឹងគឺអត់ត្រឹមត្រូវទេហើយកន្លែងហ្នឹងគឺ coaching hand 職員の coaching hand ដែលនៅកូនណាគឺអត់ត្រឹមត្រូវទេណាហើយអញ្ចឹងការប្រើ Kaigo Robot ទៅហ្នឹងគឺ SEO ហូហូគឺមានការកំណត់ត្រឹមត្រូវអំពីវិធីសាស្ត្រប្រើប្រាស់ហ្នឹងប្រើប្រាស់ហ្នឹងគឺមានការកំណត់ត្រឹមត្រូវមិនមែនចេះតែចង់ប្រើគឺប្រើបានពេលណាក៏បានប្រើរបៀបម៉េចក៏បានទេណាកន្លែងហ្នឹងហើយតោះអញ្ចឹងសានបាងគឺជាចម្លើយត្រឹមត្រូវរបស់យើងគឺ導入することによって利用者の自立支援や生活の質の向上が期待されるអញ្ចឹងគឺចង់បានន័យថាអាការដែលប្រើប្រាស់ Kaigo Robot ហ្នឹងគឺគេរំពឹងទុកថាគឺវាជួយលើកកម្ពស់ទៅដល់គុណភាពរស់នៅរបស់អ្នកប្រើប្រាស់ហើយមួយទៀតហ្នឹងគឺជួយឲ្យអ្នកប្រើប្រាស់របស់យើងហ្នឹងអាចធ្វើអ្វីខ្លួនឯងកើតកាន់តែច្រើនជាងមុនហើយអញ្ចឹងកន្លែងហ្នឹងគឺជាចម្លើយត្រឹមត្រូវតោះអញ្ចឹងយើងមកមើលយ៉ងបាំងទាំងអស់គ្នា導入の目的は職員と利用者の関わりを
最小限に抑えることである。んじゃんទី4ហ្នឹងគឺក្នុងគោគេថាក្នុងគោលបំណងដែលប្រើប្រាស់ Kaigo robot ទៅហ្នឹងគឺក្នុងគោលបំណងដើម្បីឲ្យការប្រាស្រ័យទាក់ទងគ្នារវាងអ្នកប្រើប្រាស់ហើយនឹងបុគ្គលិកហ្នឹងឲ្យវាស្ថិតនៅក្នុងដំណាក់កាលតិចបំផុតទាបបំផុតអីចឹងណាអត់សូវមានការប្រាស្រ័យធ្វើម៉េចកុំសូវឲ្យមានការប្រាស្រ័យទាក់ទងគ្នាហើយអញ្ចឹងកន្លែងហ្នឹងគឺអត់ត្រឹមត្រូវទេគឺខុសទាំងស្រុងតែម្ដងហើយអញ្ចឹងមុខគឺតេគិរបស់ការប្រើប្រាស់ហ្នឹងគឺដូចដែលមានសរសេរនៅក្នុងសារបាំងណាការប្រើប្រាស់ Kaigo robot តហ្នឹងគឺមុខគឺតេគិរបស់គេគឺមាននៅខាងក្រោយនេះអញ្ចឹងយើងព្យាយាមចាំកន្លែងហ្នឹងទៅហើយតោះអញ្ចឹងយើងមកមើលកន្លែងរបាំងទាំងអស់គ្នាហើយរបាំងដូញឺនេះយកតេសូគីណូជួនកៃវៈហ្វូយ៉ូនីណារអញ្ចឹងសម្រាប់ការដែលទោះបីជាការដាក់ឲ្យប្រើប្រាស់នៅ Kaigo robot តនឹងក៏ដោយក៏ការដើរត្រួតពិនិត្យរបស់បុគ្គលិកគឺជោគគឺនៅជឿនកែងហ្នឹងគឺនៅតែត្រូវការសម្រាប់ពាក្យថាហ្វូយ៉ូនេះគឺមិនត្រូវការហ្នឹងគឺអត់ត្រឹមត្រូវត្រង់កន្លែងពាក្យហ្នឹងណាអ្នកទាំងអស់គ្នាអញ្ចឹងហើយចឹងសម្រាប់ប្រយោគហ្នឹងគេដូរពីកន្លែងពាក្យថា fuyo ទៅជាដាក់ពាក្យថា hisayo អាចនឹងមានការអាចនឹងត្រឹមត្រូវអញ្ចឹងណាអញ្ចឹងយើងត្រូវចាំទាំងអស់គ្នាថាទោះបីជាប្រើប្រាស់នៅ Kaigo robot ក៏ដោយក៏នៅតែត្រូវការមនុស្សធ្វើការអឺមើលខុសត្រូវដែរមិនគ្រាន់តែដាក់ Kaigo robot ទៅហើយគឺចាប់ត្រឹមហ្នឹងទេអត់ត្រូវប្រើមនុស្សទេណានៅក្នុងមេរៀន Kaigo របស់យើងហើយじゃあ、一番はこれまで終わりたいと思います。はい。